សង្ខេបព្រឹត្តិការណ៍អំពីការវាយលុករបស់ក្រុមហាម៉ាស់ទៅលើអ៊ីស្រាអែលនិងការឆ្លើយតបរបស់អ៊ីស្រាអែលវិញទៅតំបន់កាហ្សាលោកអ្នកប្រហែលជាបានដឹងឮមកហើយអំពីដំណឹងខ្លះៗពីសង្គ្រាមរ៉ាំរ៉ៃដែលបានកើតឡើងចំពោះប្រទេសទាំងពីរនេះវាបង្កជាគ្រោះមហន្តរាយនិងផលប៉ះពាល់យ៉ាងខ្លាំងចំពោះអាយុជីវិតប្រជាជននិងហេដ្ឋារចនាសម្ព័ន្ធព្រមទាំងសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូលដូច្នេះដើម្បីស្វែងយល់លម្អិតអំពីព្រឹត្តិការណ៍ទាំងមូលរវាងសង្គ្រាមនេះសូមទស្សនានៅឃ្លីបវីដេអូមួយនេះនៅថ្ងៃទី7 ខែតុលា ឆ្នាំ 2023 ក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយបានបាញ់រ៉ុកែត 5000 គ្រាប់ចូលទៅក្នុងប្រទេសអ៊ីស្រាអែលនិងបានជ្រៀតចូលឆ្លងកាត់ព្រំដែនដោយបានសម្លាប់មនុស្សជាង 1200 នាក់និងចំណាត់ខ្មាំងប្រហែល 250 នាក់នៅថ្ងៃទី8 ខែតុលាអ៊ីស្រាអែលបានប្រកាសការឡោមព័ទ្ធទាំងស្រុងនៃតំបន់កាហ្សាហើយបានចាប់ផ្ដើមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានៅថ្ងៃទី15ដល់ថ្ងៃទី21 ខែតុលាក្នុងឆ្នាំដដែលក្នុងសប្តាហ៍ដំបូងគ្រាប់បែកប្រហែល 6000 គ្រាប់ត្រូវបានទម្លាក់ប៉ាឡេស្ទីនជាង 3400 នាក់ត្រូវបានសម្លាប់និងមានកុមារប្រហែល 700 នាក់នៅថ្ងៃទី27 ខែតុលាអ៊ីស្រាអែលបានបើកការឈ្លានពានក្នុងតំបន់កាហ្សាទ្រង់ទ្រាយធំមួយនៅថ្ងៃទី31 ខែតុលាក្នុងឆ្នាំ2023អគារផ្ទះល្វែង6ជាន់និងជំរំជនភៀសខ្លួនចាបាឡាត្រូវបានវាយប្រហារដោយសម្លាប់ជនស៊ីវិលជាង100នាក់បទឈប់បាញ់បណ្ដោះអាសន្នមួយនៅខែវិច្ឆិកាឆ្នាំ2023ដល់ខែកុម្ភៈឆ្នាំ2024នៅថ្ងៃទី15ដល់ថ្ងៃ24ខែវិច្ឆិកាអ៊ីស្រាអែលឡោមព័ទ្ធមន្ទីរពេទ្យ Al-Shifa ជនស៊ីវិលរួមទាំងទារកទើបនឹងកើតបានស្លាប់ចំពេលដែលមានការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី24ខែវិច្ឆិកានៅថ្ងៃទី1ខែធ្នូបទឈប់បាញ់ដែលមានប្រទេសកាតាជាអ្នកសម្របសម្រួលការផ្លាស់ប្តូរចំណាប់ខ្មាំង105នាក់សម្រាប់អ្នកទោសប៉ាឡេស្ទីន240នាក់ខែធ្នូឆ្នាំ2023ដល់ខែកុម្ភៈឆ្នាំ2024អ៊ីស្រាអែលបានផ្លាស់ប្តូរប្រតិបត្តិការទៅកាន់តំបន់កាហ្សាភាគខាងត្បូងរួមទាំងខាន់យូនីសការកើនឡើងនៃជនស៊ីវិលនិងគ្រោះទុរភិក្សនៅខែមីនាដល់ខែមេសាឆ្នាំ2024ថ្ងៃទី29ខែកុម្ភៈការសម្លាប់រង្គាលកងកម្លាំងអ៊ីស្រាអែលបានបាញ់ទៅលើជនស៊ីវិលដែលកំពុងតម្រង់ជួរសម្រាប់អាហារស្លាប់ជាង118នាក់នៅថ្ងៃទី18ខែមិនិនាឆ្នាំ2025បទឈប់បាញ់បានបំពេញនៅពេលដែលអ៊ីស្រាអែលចាប់ផ្ដើមប្រតិបត្តិការកម្លាំងនិងដាវជនជាតិប៉ាឡេស្ទីន855នាក់ត្រូវបានសម្លាប់ក្នុងរូបភាពដ៏ភ្ញាក់ផ្អើលមួយនៅខែមីនាដល់ខែមេសាឆ្នាំ2025អ៊ីស្រាអែលបានដាក់ការរដ្ឋបិទចេញចូលយ៉ាងតឹងរ៉ឹងដែលធ្វើឲ្យការដឹកជញ្ជូនស្បៀងនិងការកាត់ទឹកថ្នាំនិងប្រេងឥន្ធនៈដែលបង្កឲ្យមានភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរនៅខែមេសាកុមារអាយុក្រោម5ឆ្នាំចំនួន 66000 នាក់ត្រូវបានខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរការវាយលុកជាថ្មីនៅខែឧសភាឆ្នាំ2025ដល់បច្ចុប្បន្នការវាយលុកលើដីនិងផ្លូវអាកាសនៅថ្ងៃទី7នៅវេដាទីក្រុងកាហ្សាបានសម្លាប់ជនស៊ីវិល33នាក់កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្ដើមជំរុញឲ្យមានការផ្លាស់ទីលំនៅទៅភាគខាងត្បូងនៅថ្ងៃទី13ខែឧសភាការវាយប្រហារតាមអាកាសលើមន្ទីរពេទ្យអឺរ៉ុបនៅខានយូនីត្រូវបានគេរាយការណ៍ថាបានសម្លាប់មេតររបស់ហាម៉ាស់ស៊ីនវ៉ានិងសាបាណាក្រោយមកទៀតផ្លូវរងក្រោមដីត្រូវបានរកឃើញនៅក្រោមមន្ទីរពេទ្យនៅថ្ងៃទី16ខែដដែល Operation Guardian Chariots ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការក្នុងគោលបំណងដណ្ដើមយកការគ្រប់គ្រងពេញលេញនៃទីក្រុងកាហ្សាទាញការថ្កោលទោសពីអន្តរជាតិយ៉ាងខ្លាំងប៉ុន្មានថ្ងៃក្រោយមកនៅថ្ងៃទី25ការវាយប្រហារតាមអាកាសលើជម្រកសាលា Fahmy al-Jajawi នៅក្នុងទីក្រុងដារ៉ាច់បានសម្លាប់មនុស្សយ៉ាងហោចណាស់36នាក់ក្នុងនោះមានកុមារ18នាក់នៅចុងខែឧសភាការលេចចេញនៃកងជីវពលនៃកម្លាំងពេញនិយមដែលគ្រប់គ្រងដោយអ៊ីស្រាអែលបានប៉ះទង្គិចគ្នានៅជិតតំបន់ចែកចាយជំនួយនៅថ្ងៃទី2ខែមិថុនាកងកម្លាំងអ៊ីស្រាអែលបានស្ទាក់ចាប់ Madeleine ដែលជាកប៉ាល់ Flotilla ដឹកក្រាចាតាមបឺកក្នុងគោលបំណងផ្ដល់ជំនួយនាវិកត្រូវបានឃុំខ្លួនក្នុងដែនទឹកអន្តរជាតិការវិវត្តចុងក្រោយនៃសង្គ្រាមខែមិថុនាឆ្នាំ2025នៅថ្ងៃទី5សាកសពរបស់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលអាមេរិក2នាក់ Jody Weinstein និង Gad Haggai បានរកឃើញវិញនៅភាគខាងត្បូងកាហ្សាក្នុងនោះមានចំណាប់ខ្មាំង56នាក់នៅសល់
នៅថ្ងៃទី8ដល់ថ្ងៃទី9ខែមិថុនាអំពើហិង្សាថ្មីនៅជិតការចែកចាយជំនួយនៅរ៉ាហ្វាយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន12ទៅ14នាក់ត្រូវបានសម្លាប់នៅពេលដែលកងកម្លាំងអ៊ីស្រាអែលឬកងទ័ពជីវពលសម្ព័ន្ធមិត្តបានបើកការបាញ់ប្រហារនៅជិតកន្លែងផ្ដល់អាហារនៅថ្ងៃដដែលកងនាវាចរថ្មីមួយរួមទាំងសកម្មជនអាកាសចរការ៉ាតេថាំបឺកត្រូវបានស្ទាក់ចាប់នៅក្នុងដែនទឹកអន្តរជាតិដោយកងកម្លាំងអ៊ីស្រាអែលការទូតសកលបានកើតឡើងផលប៉ះពាល់រួមមកដល់បច្ចុប្បន្នការស្លាប់និងរបួសរបស់ប៉ាឡេស្ទីនជាង 54,800 នាក់ត្រូវបានស្លាប់រួមទាំងកុមាររាប់ពាន់នាក់ភាគច្រើននៃអ្នកស្រុក 2.3 លាននាក់នៅហ្គាហ្សានៅតែជម្លៀសខ្លួនវិបត្តិមនុស្សធម៌ប្រឈមនឹងគ្រោះទុរភិក្សធ្ងន់ធ្ងរកុមារជាង 66,000 នាក់ត្រូវបានកង្វះអាហារូបត្ថម្ភការផ្គត់ផ្គង់សំខាន់ៗត្រូវបានរារាំងចំណាប់ខ្មាំងប្រហែល56នាក់នៅតែបានឃុំខ្លួនសាកសពជាច្រើនត្រូវបានរកឃើញហើយខ្លះត្រូវបានគេរាយការណ៍ថាបានស្លាប់ក្នុងកំឡុងការវាយប្រហារនៅថ្ងៃទី7តុលាការយកចិត្តទុកដាក់ជាអន្តរជាតិរបស់អ៊ីស្រាអែលយុទ្ធសាស្ត្រយោធានិងការស្ទាក់ចាប់កងនាវាបានទាក់ទាញការថ្កោលទោសជាសកលការត្រួតពិនិត្យផ្នែកច្បាប់និងភាពតានតឹងផ្នែកការទូតធ្វើឲ្យសង្គ្រាមនេះនៅតែបន្តកើតឡើងនិងមានការមិនពេញចិត្តពីសំណាក់អន្តរជាតិទៅលើប្រទេសអ៊ីស្រាអែលផងដែរ